ដំបូងរបស់តារាស្រី23ឆ្នាំមកនេះដែលបានចេញផ្សាយដំបូងក្នុងខែតុលាឆ្នាំ2024មានដើមកំណើតពីអាហ្វ្រិកខាងត្បូងតារាចម្រៀងថៃឡាចាប់ផ្ដើមជោគជ័យនិងមានភាពល្បីល្បាញបន្ទាប់ពីបទចម្រៀងរបស់នាងមានចំណងជើងថា Water បានល្បីផ្ទុះលើបណ្ដាញសង្គម TikTok បទនេះទទួលបានការពេញនិយមខ្លាំងរហូតអាចឡើងដល់ចំណាត់ថ្នាក់លេខ7លើតារា Billboard Hot 100របស់សហរដ្ឋអាមេរិកនិងចំណាត់ថ្នាក់ Top 5នៃចក្រភពអង់គ្លេសនិងធ្វើឲ្យនាងក្លាយជាតារាស្រីអាហ្វ្រិកដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតលើតារាចម្រៀងពិភពលោកក្នុងប្រវត្តិសាស្ត្រនៅថ្ងៃទី19កុម្ភៈតារាចម្រៀងម្ចាស់បទ True Adele រូបនេះបានក្លាយជាសិល្បករអាហ្វ្រិកតូដំបូងដែលទទួលបានការចូលស្ដាប់ចម្រៀងចំនួន 1000 លានដងលើ Spotify តាមរយៈបទ Water ហើយក៏បានឈ្នះពានរង្វាន់ការសម្ដែងតន្ត្រីអាហ្វ្រិកល្អបំផុតនៅក្នុងកម្មវិធី Grammy សម្រាប់បទចម្រៀងនេះផងដែរតែប្រិមត្តទស្សនិកជនទាំងកំសាន្តជាតិនិងអន្តរជាតិដែលប្រិមត្តបានទស្សនាមុននេះបានចប់ហើយអរគុណសម្រាប់ការចំណាយពេលតាមដានកម្មវិធីតាំងពីដើមរហូតដល់ចប់ប្រិមត្តជួបគ្នានៅថ្ងៃស្អែកតាមពេលវេលានិងម៉ោងដដែលខណៈនេះខ្ញុំរួមទាំងក្រុមការងារទាំងអស់សូមអរគុណនិងសូមគោរពលា